ឈ្មោះយូសាបជាមួយលោកដាវីតនាងឈ្មោះម៉ារីជំរាបសួរអ្នកអរដែលជាស្រីដែលមានបបិទ្ធអើយនាងព្រះអង្គចាត់ទ្រង់គង់នៅជាមួយនាងគ្រប់បណ្ដាស្ត្រីទាំងអស់នាងជាស្ត្រីដែលមានបបិទ្ធអរម៉ារីអើយកុំខ្លាចអីត្បិតព្រះប្រមេត្តាដល់នាងមើលនាងនឹងមានគួរហើយនឹងប្រសូតបុត្រាមួយដែលនាងត្រូវថ្វាយនាមថាយេស៊ូព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសង្ឃឹមនៅលើនាងហើយព្រះចេស្តាដ៏អស្ចារ្យនឹងទ្រព្យដណ្ដប់នៅលើនាងហើយដូច្នេះបុត្រាដែលបរិសុទ្ធដែលប្រសូតមកនោះត្រូវហៅថាព្រះរាជបុត្រានៃព្រះសូមអរគុណសេចក្តីរបស់លោកចំបានជាគិតលេងនាងចេញដោយសម្ងាត់វិញការដែលកំពុងគិតស្រាប់តែទេវតានៃព្រះអង្គម្ចាស់លេចមកពន្យល់សពប្រាប់គាត់ថាអើយសាប់ដែលជាគួចលួងដាវីតអើយចូលឯងកុំខ្លាចក្នុងការយកម៉ារីធ្វើជាប្រពន្ធឡើយត្បិតបុត្រដែលមកចាប់កំណើតនៅក្នុងផ្ទៃរបស់នាងគឺជាព្រះវិញ្ញាណបរិសុទ្ធនោះទេនាងនឹងប្រសូតបានបុត្រមួយនោះអ្នកត្រូវតែថ្វាយព្រះនាមថាយេស៊ូព្រោះព្រះនឹងប្រសូតមកដោយសម្ពររាជរបស់ទ្រង់ឲ្យរួចពីអំពើបាបគាត់ក៏ធ្វើតាមបង្គាប់ទេវតាគឺគាត់យកប្រពន្ធមកនៅឆ្កាឌីលេឡើងទៅឯស្រុកយូដាដល់ក្រុងលោកដាវីតជាមួយនឹងម៉ារីដែលមានគភ៌នោះការតែកំពុងនៅទីនោះវេលាដែលនាងប្រសូតក៏មកដល់តែចាំបត់ទៅដល់សម្រាប់ឲ្យស្រីតាមានមិនទៅបសអត់អត់មានតែនៅខាងក្រុងសាមមិនបានអត់បានជួយខ្ញុំមិនតិចនាងប្រសូតបានបត្រាជាចម្បងមករួចនឹងសម្ពុតផ្ដេកនៅក្នុងស្នូកពីព្រោះនៅផ្ទះសំណាក់គ្មានកន្លែងណានៅទេព្រះព្រះយេស៊ូវប្រសូតមកនៅភូមិពេទ្រហោស្រុកយូដាក្នុងរាជស្ដេចហេរ៉ូសនោះមានពួកហោមកពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹមសួរថាតើព្រះអង្គដែលប្រសូតជាស្ដេចសាច់កណ្ដាលគឺគូយើងបានឃើញថ្ងៃយើងទៅថ្ងៃដល់យើងទៅថ្វាយបង្គំដល់បន្ទោនោះកាយតាមយើងទៅតាមកាយទៅបន្ទោទេវតានៃព្រះមកឈរជាគេសេរីល្អរបស់ទ្រង់ក៏ភ្លឺច្បាស់ហើយគេមានសេចក្តីភ័យខ្លាចជាខ្លាំងតែទេវតាប្រាប់ថាកុំខ្លាចអីយើងមកនេះប្រាប់អ្នកទាំងអស់គ្នាអំពីដំណឹងល្អរបស់ព្រះជាម្ចាស់នៅថ្ងៃនេះមានព្រះសម្រួលមួយអង្គទ្រង់បានប្រសូតមកនៅក្នុងក្រុងលួងដាវីតដែលជាព្រះអង្គម្ចាស់ដ៏ជាព្រះហើយនេះជាសេចក្តីសម្គាល់មានអ្នកនឹងឃើញព្រះអរ៉មមួយរំជាមួយនឹងសម្ពុតដែលផ្អែកនៅក្នុងស្នូកតោះយើងទៅពេលសេះហមទៅបតូចវាខំណាស់នឹងចូលវិញទេមកដល់បតូចដល់ជាស្រីដែលគួរបំផុតPraise the Lord.